សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់លួចសម្រាយរឿងសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងនិយាយបកស្រាយទៅកាន់រឿង Castlevania Season ទី1ដែលជាភាគទី3ដែលផ្ដើមសាច់រឿងដំបូងយើងបានឃើញថា Trevor Belmont គាត់បានធ្វើដំណើរមកដល់ប្រាសាទ Catacomb ដែល Speaker បានឲ្យគាត់មកនោះហើយក៏ប៉ុន្តែប្រាសាទមួយនេះហាក់ដូចជាគ្មានច្រកជន់នោះទេដូច្នេះហើយ Trevor គាត់ក៏បានឃើញច្រកទូចមួយគាត់ក៏បានឡើងតាមជញ្ជាំងហើយចូលក្នុងច្រកនោះតែម្ដងទៅ Trevor គាត់ក៏បានចូលមកដល់ខាងក្នុងនៃប្រាសាទមួយនោះតែវាមានភាពងងឹតបន្តិចដូច្នេះហើយ Trevor គាត់ក៏យកគុម្ពភ្លើងនៃទីនោះបញ្ឆេះជាភ្លើងដើម្បីបំភ្លឺតែម្ដងទៅតែ Trevor គាត់ក៏ឆ្ងល់ដែរថាហេតុអ្វីគុម្ពភ្លើងមួយនេះវានៅមានប្រេងស្រស់ដូចជាមានអ្នកទើបតែប្រើប្រាស់ចំណែកបំពង់បង្ហូរទឹកនៅទីនោះគឺវានៅក្តៅអ៊ុនៗហាក់ដូចជាមាននរណាម្នាក់បានប្រើប្រាស់វាប្រចាំថ្ងៃផងដែរបន្ទាប់មក Trevor គាត់ក៏បានធ្វើដំណើរទៅដល់ជាន់ខាងក្រោមមួយទៀតនៃប្រាសាទមួយនេះស្រាប់តែកន្លែងដែលគាត់កំពុងតែឈរនៅបានស្រុតបាក់ធ្លាក់ចុះទៅខាងក្រោមបន្ទាប់ពីធ្លាក់ចុះមកក្រោមរួចមកយើងបានឃើញថា Trevor គាត់មិនបានកាត់អ្វីនោះទេហើយគាត់ក៏បាននិយាយបោះពាក្យមួយម៉ាត់យ៉ាងខ្លីថាគង់តែចេះអាឡាតតន់កុំអីបាក់កងាប់បាត់ហើយអពៅអើយនិយាយមិនតាន់បានចប់ពីមាត់ស្រួលបុលផងបាក់កក៏បានរត់មកអោប Trevor តែម្ដងភ្លាមទៅគឺគាត់បានធ្លាក់ចុះទៅខាងក្រោមមួយជាន់ទៀតបន្ទាប់មកអំពូលភ្លើងនៅទីនោះក៏បានភ្លឺឡើងហើយគាត់ក៏បានឃើញរូបចម្លាក់របស់បព្វពួក Speaker ដែលហាក់ដូចជាត្រូវវេទមន្តអ្វីម្យ៉ាងទើបធ្វើឲ្យគេបានខ្លាចទៅជារូបចម្លាក់បែបនេះរំពេចនោះលាភធំរបស់ Trevor ក៏បានចូលមកតែម្ដងគឺគាត់បានជួបនឹងបិសាចដែលមានឈ្មោះថា Cyclops ហើយបិសាចមួយនេះបានជួប Trevor ភ្លាមគឺមិនចាំយូរនោះទេគឺវាបានបបួល Trevor ផឹកយកតែម្ដងហើយបិសាច Cyclops មួយនេះគឺវាមានភ្នែកតែមួយគ្រាប់នោះទេចំណែកឯអាវុធរបស់វាគឺបាញ់វេទមន្តចេញពីភ្នែករបស់វានេះឯងហើយនរណាម្នាក់ដែលបានវាបាញ់ត្រូវគឺនឹងខ្លាចទៅជាថ្មភ្លាមតែម្ដងបិសាចមួយនេះបានវាយប្រហារមកលើ Trevor ហើយ Trevor គាត់ក៏បានស្រវាយកកាំបិតគប់ចំបេះដូងរបស់វាតែវានៅរំ TikTok បានធម្មតាដូច្នេះហើយ Trevor គាត់ក៏បានទាញខ្សែតីក្រវ៉ាត់យកកាំបិតចេញមកវិញហើយគាត់ក៏បានលោតទៅចាក់ចំភ្នែករបស់បិសាចមួយនោះធ្វើឲ្យវាបាត់មាត់ឈឹងនៅមួយកន្លែងបាត់ទៅបិសាចមួយនោះក៏បានស្លាប់បាត់ហើយរូបចម្លាក់ដែលគាត់បានឃើញមុននោះក៏បានប្រែមកជាមនុស្សវិញហើយរូបចម្លាក់ដែលបានក្លាយជាមនុស្សម្នាក់នេះគឺជាចៅស្រីរបស់តា Speaker ដែលគាត់បានសុំឲ្យ Trevor តាមរកនោះឯងរួចបន្ទាប់មកចៅស្រីរបស់ Speaker នាងក៏បានក្អួតភ្លាមយកតែម្ដងមិនដឹងថាមូលហេតុអ្វីនោះទេបន្ទាប់មកចៅស្រីរបស់ Speaker បានសួរទៅ Trevor ថាតើនាងបានកើតអ្វីរួច Trevor គាត់ក៏បានប្រាប់ថាគាត់បានជួបនឹងលោកតារបស់នាងហើយលោកតារបស់នាងបានសុំឲ្យគាត់មកតាមរកនាងនិងនាំនាងត្រឡប់ទៅវិញតែនាងមិនព្រមត្រឡប់ទៅវិញនោះទេគឺនាងបានឆ្លើយថានាងត្រូវទៅតាមរក Sleeping Warrior ដែលកំពុងតែវាយឡើងនៅជាន់ខាងក្រោមបន្តទៀតរួច Trevor គាត់ក៏បានឆ្លើយវិញថាគ្មាន Sleeping Warriors អីនោះទេគឺមានតែអាបិសាច Cyclops ដែលបបួលគាត់ផឹក Gensburg អំបញ្ញមិញនេះឯងក្រោយមក Trevor បាននាំនាងទៅជួបនឹងតារបស់នាងនៅឯទីក្រុង Graceland វិញហើយ Trevor បានព្យាយាមប្រាប់ទៅដល់ Speaker និងបព្វពួកថា Catacomb គឺជាអន្ទាក់នៃសេចក្តីស្លាប់របស់ Dracula ដែលបានរៀបចំតែប៉ុណ្ណោះតែទោះជាយ៉ាងណា Speaker និងបព្វពួករបស់ពួកគេនៅតែមិនជឿហើយនៅតែរំពឹងថានឹងមានអ្នកក្លាហានចេញមកសង្គ្រោះពួកគេនៅថ្ងៃណាមួយមិនខានបន្ទាប់មក Trevor ក៏បានដើរចាក់ចេញពីកន្លែងរបស់ Speaker ចេញទៅខាងក្រៅបាត់ទៅហើយចេញមកដល់ខាងក្រៅនោះ Trevor ក៏បានជួបនឹងក្រុមសម្ដេចសង្ឃពុករលួយដែលបានវាយប្រហារមកលើគាត់កាលពីថ្ងៃមុនហើយសម្ដេចសង្ឃមួយក្រុមនោះបាននាំ Trevor ទៅឯព្រះវិហាររបស់ពួកគេដើម្បីជួបនឹងមេរបស់ពួកគេហើយមេរបស់ពួកគេនោះមានឈ្មោះថា Bishop ពេលដែលបានជួបជាមួយនឹង Trevor Bishop បានប្រាប់ Trevor ថា Trevor ត្រូវតែប្រាប់ទៅដល់ Speaker និងបព្វពួករបស់ពួកគេឲ្យចេញពីទីក្រុង Graceland នេះភ្លាមបើសិនមិនដូច្នោះទេពួកគេនឹងទៅសម្លាប់ Speaker និងបព្វពួករបស់គេជាមិនខានក្រោយមក Trevor បានទៅប្រាប់ដល់ Speaker តាមអ្វីដែល Bishop បានប្រាប់តែ Speaker បានឆ្លើយតបវិញថាពួកគេមិនព្រមចាក់ចេញពីទីនោះទេហើយពួកគេនឹងនៅទីនេះត្រៀមប្រយុទ្ធជាមួយនឹងសេចក្តីស្លាប់ហើយភ្លាមនោះ Sipa ដែលជាចៅស្រីរបស់ Speaker បានឆ្លើយប្រកែកជាមួយនឹង Trevor ថាបើ Trevor ចង់ចាក់ចេញពីទីនេះក៏ចាក់ចេញទៅ
តែ Trevo ក៏បានសម្រេចចិត្តនៅជាមួយនឹងពួកគេហើយត្រៀមប្រយុទ្ធជាមួយគ្នាថ្ងៃរៀបលេខចិត្តចូលមកដល់វងមនុស្សមួយក្រុមនិងបកពួករបស់សម្ដេចសង្ឃពុករលួយនៅក្នុងទីក្រុងនោះបានដើរសម្ដៅទៅរកកន្លែងរបស់ Speaker តែពេលទៅដល់គឺបានជួប Trevo តែម្នាក់នោះទេដោយសារតែ Trevo បានរៀបចំផែនការឲ្យ Speaker និងបកពួករបស់ពួកគេរត់ទៅពួននៅឯក្លឹបក្រោមដីមួយកន្លែងជិតផ្សារថ្មីក្នុងប្រាសាទកាតាខុំហើយសម្ដេចសង្ឃមួយក្រុមនោះបានសួរ Trevo ថាតើ Speaker និងបកពួករបស់ពួកគេនៅឯណាតែ Trevo មិនព្រមប្រាប់ដូច្នេះហើយការប្រយុទ្ធគ្នាក៏បានកើតឡើង Trevo បានវាយប្រហារសម្ដេចសង្ឃមួយក្រុមនោះឲ្យដួលអស់ជាច្រើនអ្នកតែស្ថានភាពមើលទៅ Trevo ហាក់ដូចជាមិនអាចទប់ទល់បាននោះទេដោយសារតែ Trevo មានតែម្នាក់ឯងដូច្នេះហើយ Trevo ក៏បានរត់ចូលក្នុងទីក្រុងដើម្បីបង្វែរដានពួកគេតែរត់គេចយ៉ាងណាក៏មិនផុតដែរសម្ដេចសង្ឃអស់ទាំងនោះបានកាក់ Trevo ជាប់នៅផ្លូវមួយកន្លែងហើយក៏បានបើកការប្រយុទ្ធសារជាថ្មីការវាយឡើងយ៉ាងស្វិតស្វាញរវាងសម្ដេចសង្ឃនិង Trevo ក៏ត្រូវបានចាប់ផ្ដើមម្ដងទៀតតែលទ្ធផលចុងក្រោយគឺ Trevo ជាអ្នកឈ្នះដដែលក្រោយពីការប្រយុទ្ធចប់ Trevo ក៏បានរត់ចេញទៅខាងក្រៅវិញតែត្រូវបានកាក់ជាប់ដោយប្រជាជនភ្លាមនោះមេឃក៏ចាប់ផ្ដើមងងឹតហើយបិសាចដែលជាបរិវាររបស់ Dracula ក៏បានចាប់ផ្ដើមចេញមកហើយភាគទី3របស់យើងក៏បានចប់ត្រឹមនេះឯងសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាពីដើមរហូតដល់ចប់សូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តការសម្ដែងរឿងរបស់ខ្ញុំសូមអរគុណ